បាទវីដេអូនេះសំខាន់សម្រាប់អ្នកដែលទិញ page ពីគេដើម្បីយកលក់អនឡាញឬក៏រកស៊ីផ្សេងៗបាទទីទូទៅគឺគាត់តែងតែចង់ដឹងថាតើ page ហ្នឹង page ខ្មែរ follow ពិតប្រាកដអត់ចឹងណា page ខ្មែរសុទ្ធអត់អញ្ចឹងកុំឲ្យបងប្អូនសង្ស័យច្រើនឬមួយក៏សួរអ្នកលក់ឲ្យអ្នកលក់គាត់ចេះតែថាខ្មែរអញ្ចឹងណាក៏ប៉ុន្តែបងប្អូនត្រូវចេះ check ខ្លួនឯងដើម្បីឲ្យច្បាស់លាស់ប្រកប 100% អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងរៀន check តើ check កន្លែងណាដែលដឹងថា page ហ្នឹងជា page ខ្មែរ follower ជា page របស់ខ្មែរឬក៏ page យកពីបរទេសមកអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលបងប្អូន switch ពី account របស់បងប្អូនហើយចូលទៅកាន់ page រួចហើយបាទអញ្ចឹងបងប្អូនចូលទៅកាន់ profile របស់បងប្អូននឹងឃើញពាក្យថានេះ professional dashboard នេះបងប្អូនចូលទៅនឹងក៏បានឬមួយក៏បងប្អូននៅខាងលើនេះណាបងប្អូនឃើញនេះឃើញបាទឃើញប៊ូតុងមួយហ្នឹងបងប្អូនចុចលើហ្នឹងក៏បានដែរបាទដូចគ្នាទេអញ្ចឹងដើម្បីងាយស្រួលខ្ញុំចុចកន្លែង profile នេះបាទកន្លែង professional dashboard នេះបងប្អូនចុចលើហ្នឹងទៅបាទបន្តមកបងប្អូននៅខាងលើបងប្អូនមើលខាងលើនេះគេថា insight បងប្អូនចុចយក insight តោះបងប្អូន scroll មកក្រោមបាទនៅកន្លែងនេះគឺវាបង្ហាញអំពីចំនួន follower បាទអញ្ចឹងវាបង្ហាញតាំងពីអាយុហើយនឹង page អញ្ចឹងណានេះសម្រាប់ page នេះគឺបាទមាន women 50% ហើយ men ក៏50%ដែរខ្ញុំមានថា50 page ហ្នឹងមានអ្នក like អ្នក follow ហ្នឹង50%ហើយនេះគឺជាបង្ហាញអំពីអាយុបាទអាយុចាប់ពី25ដល់30ហ្នឹងគឺមានអ្នក follow ហ្នឹង53%ហើយបន្ទាប់មកមាន18ទៅ24ផ្សេងមានជារួមវាបង្ហាញពីភាគរយផ្សេងក៏ប៉ុន្តែបើយើងចង់ដឹងថាតើប្រទេសណាឬក៏ audience របស់យើងនៅប្រទេសណាអញ្ចឹងបងប្អូនចុចយក see all កន្លែងនេះណាបាទចុចយក see all ហ្នឹងមកបាទអញ្ចឹង see all បាទបន្តមកទៀតបងប្អូន scroll មកក្រោមបាទកន្លែងនេះគឺដដែលទេបងប្អូនមានអាយុមាន gender អញ្ចឹងទៅបាទនេះចំណុចសំខាន់គឺនៅកន្លែងនេះ top location បាទនៅកន្លែងនេះវាមានបង្ហាញពីប្រទេសបាទប្រទេសនៅកន្លែងនេះអញ្ចឹងនៅក្នុង page នេះដែរគឺ Cambodia បាទតែយើងបាទ Cambodia គឺមានអ្នក like រហូតដល់លើសពី 90% មានថា 90.5% បន្ទាប់មកមាន Thailand មានវៀតណាមមាន order អញ្ចឹងទៅ order នៅប្រទេសផ្សេងទៀតវាតិចអញ្ចឹងគេរាប់គេបូកចូលគ្នាមកមានចំនួន 2.7% បាទអញ្ចឹង page ចាត់ទុកថាជា page ខ្មែរដោយសារតែអ្នក follower ហ្នឹងមានដល់ទៅលើសពី 90% អញ្ចឹងណាបងប្អូនពិបាកនឹងរកខ្មែរអ្នក follower សុទ្ធ 100% ណាលុះត្រាតែអ្នក build page ហ្នឹងគាត់បិទប្រទេសបើកតែខ្មែរមួយអញ្ចឹងណាព្រោះមែនតើទៅអ្នក follow ហ្នឹងបើគាត់ធ្វើ content ខ្មែរភាគច្រើនគឺសិតតែខ្មែរទេគាត់ខ្មែរយ៉ាងខ្លះនៅកូរ៉េនៅថៃនៅវៀតណាមអញ្ចឹងណាគាត់មើលពីខាងហ្នឹងមកគឺធ្វើឲ្យឃើញថាប្រទេសផ្សេងគ្នាអញ្ចឹងដើម្បីមកវីដេអូនឹងវិញខ្ញុំបកស្រាយជូនបងប្អូនតែប៉ុណ្្នឹងទេហើយមានចំណុចផ្សេងទៀតដែលបងប្អូនត្រូវមើលទៅពិនិត្យអញ្ចឹងខ្ញុំនឹងចេញនៅវីដេអូក្រោយហើយបើសិនជាបងប្អូនមានចំណងអីផ្សេងៗទាក់ទងជាមួយនឹង page ចង់ដឹងកន្លែងណានេះបងប្អូនអាច comment បាននៅខាងក្រោមវីដេអូហ្នឹងហើយបើសិនជាបងប្អូនចង់បាន page ល្អហើយយើងលក់ដូររកស៊ីស្មោះត្រង់ page ប្រភេទបែបម៉េចយើងដាក់ឲ្យបងប្អូនប្រាប់បងប្អូនត្រង់ហើយមានតម្លៃទៅតាមប្រភេទផ្សេងហើយនឹងយល់លម្អិតទាក់ទងជាមួយនឹង page ហ្នឹងបងប្អូនអាចទាក់ទងក្រុមការងារ Arrow បានបងប្អូនបានអរគុណច្រើន